យោសួស្តីទាំងអស់គ្នាខ្ញុំសិតប៊ីលីសលេងរបស់ខ្ញុំទេរីអញ្ចឹងខ្ញុំនឹងបន្តសេរីរឿងរបស់យើងបន្តទៀតប៉ុន្តែមុននឹងចូលទៅដល់វីដេអូនោះអ្នកមកថ្មីមិនតមក Subscribe មួយទេកុំភ្លេចចុច Subscribe ជាមុនសិន Like វីដេអូនឹងហើយ Comment លេងម្នាក់មួយពីរផងទៅហើយនៅបើហៅចូលទៅកាន់ភាពបន្តរបស់យើងទាំងអស់គ្នាបន្តវិភាគមុនមកបាយីបានស្ទុះចូលទៅចិត្តអាសត្វចម្លែកនោះកិច្ចពីការវាប្រហាររបស់វាយ៉ាងរហ័សហើយកាប់តបទៅវិញមួយដៃយ៉ាងខ្លាំងបន្ទាប់មកគេបានធ្វើរឿងមួយដ៏ប្រថុយប្រថានបំផុតគឺគេបានបោះអាវុធចោលទៅលើអាកាសបណ្ដោយឲ្យខ្លួនទៅទេស្អាតគ្មានអីការពារខ្លួនសោះអាសត្វចម្លែកនោះស៊ីនុយមែនវាស្ទុះចូលមកវាប្រហារភ្លាមធ្វើឲ្យលីងយូភ័យសន់ស្លាវអាពេញពីងសាកសពបានហក់មកមុខហើយយកជើងដ៏មុតស្រួយរបស់វានឹងចាក់ទម្លុះស្មាតរបស់បាយីពេញទំហឹងបាយីអួតឈាមចេញមកតែទោះបីជាត្រូវរបួសធ្ងន់យ៉ាងណាក្តីក៏គេនៅតែលើកដៃឲ្យសញ្ញាប្រាប់លីងយូថាកុំតន់អាលចូលមកលីងយូឆ្ងល់ខ្លាំងណាស់មិនដឹងថាគេកំពុងមានផែនការអីទេអាពីងពីងយក្សនោះឈរត្រមងពីលើបាយីដែលកំពុងតែជាប់ជើងរបស់វាទាំងអួតក្អេងក្អាងពីជិះជំនះវាសើចចំអកឲ្យភាពទន់ខ្សោយរបស់មនុស្សហើយប្រកាសថាមនុស្សលោកគ្រាន់តែជាចំណីដ៏ឆ្ងាញ់សម្រាប់វាតែប៉ុណ្ណោះពេលដែលវាហាមមាត់ដ៏ធំគួរឲ្យខ្ពើមត្រៀមនឹងខំលេបក្បាលរបស់គេទៅហើយនោះបាយីដែលកំពុងតែរបួសធ្ងន់បាជាគិតក្នុងចិត្តថាឱកាសល្អមកដល់ហើយតាមពិតគេរងចាំតែពេលនេះឯងគេដកដង្ហើមវិញហើយស្រែកហៅឈ្មោះលីងយូខ្លាំងៗថាចូលវាយពេលនេះមកគ្រាន់តែលឺបញ្ជាភ្លាមលីងយូត្រូវបានហុំព័ទ្ធដោយពលឺពណ៌មាសយ៉ាងសាហាវនាងបានបញ្ចេញជំនាញពិសេសមួយឈ្មោះថាព្រះរន្ទះដែលធ្វើឲ្យល្បឿនរបស់នាងនឹងលឿនដូចហោះពេលនេះផែនការលះបង់ខ្លួនរបស់បាយីត្រូវបានលាតត្រដាងហើយគេសង្កេតឃើញថាអាសត្វចម្លែកនេះគឺមានចំណុចខ្សោយតែពេលដែលវាហាមមាត់បំរុងស៊ីចំណីប៉ុណ្ណោះគឺពេលនោះការការពារដ៏រឹងមាំរបស់វាធ្លាក់ចូលមួយផ្លែតគេដឹងច្បាស់ថានេះគឺជាជំហានសំខាន់បំផុតនៃយុទ្ធសាស្ត្រធ្វើធ្នាក់ពេលដែលសត្រូវស៊ីនុយឲ្យបញ្ចេញចំណុចខ្សោយគឺដល់ពេលដែលអ្នកលបវាឆ្មក់ត្រូវចេញសកម្មភាពហើយដល់ល្បឿនមិនគួរឲ្យជឿលីងយូបានហោះមកជាមួយនឹងពលឺពណ៌មាសហើយកាប់ចាក់ពីងពីងនោះពីក្រោយខ្នងពេញទំហឹងនាងមានការតាំងចិត្តខ្ពស់ណាស់គឺចង់កម្ចាត់អាសត្វនេះត្រឹមតែមួយក្បាច់នេះឯងអាពេលពេលសាកសពភ្ជាប់ព្រឹត្តនឹងការវាយប្រហារដ៏ទម្ងន់នេះប្រព័ន្ធកឡូសាប្រាប់ថាបេះដូងរបស់វាត្រូវបានវាយឲ្យគាំងហើយសម្បកការពារដ៏រឹងមាំរបស់វាក៏ត្រូវបានបែកខ្ទេចអស់ដែរឆ្លើយឱកាសពេលអាសត្វនោះកំពុងតែទន់ដៃទន់ជើងបាជីក៏បានរើខ្លួនឲ្យរួចពីក្រញាំរបស់វាហើយលោតចុះលើដីបានយ៉ាងសុវត្ថិភាពរួចប្រកាសថាដល់ពេលវាយផ្ដាច់ប្រត់ហើយពេលនេះអាពីងពីងយក្សនោះវាកំពុងតែស្ពឹកខ្លួនរើលែងរួចដោយសារតែរន្ទះរបស់លីងយូដែលកំពុងតែរបួសដែរនោះបានប្រាប់ទាំងបារម្ភថាជំនាញស្ពឹករបស់នាងនេះអាចទប់វាបានតែប្រហែលវិនាទីតែប៉ុណ្ណោះចុះបើវាស្វាងឬក៏បន្សាបវិញហើយវាបកមកវិញយើងគិតមិនទៅបាជីប្រឹងក្រោកឈរឡើងហើយប្រាប់ទៅកាន់លីងយូទាំងជឿជាក់ថាប្រហែលវិនាទីហ្នឹងគឺគ្រប់គ្រាន់បាត់ទៅហើយគេបញ្ជាក់យ៉ាងមុតមាំទៀតលើកនេះគេមិនបណ្ដោយឲ្យសត្វចម្លែកនេះរួចទៀតដាច់ខាតសត្វតែមានពលឺពណ៌ខៀវភ្លឺឆេងឆាងហុំព័ទ្ធខ្លួនរបស់បាជីខណៈដែលប្រព័ន្ធប្រាប់ថាគេបានបដូរទៅជាវិជ្ជាជីវៈគ្រូធ្មប់ធាតុពពកវិញហើយមិនមកអស់យូរនោះទេគេបានបញ្ចេញមុនអាគមតកកដ៏សាហាវបាញ់ទៅបង្កអាពីងពីងសាកសពនោះឲ្យវាកកថ្មឹងនៅនឹងដុំតកកដ៏ធំតែម្ដងឃើញបែបនេះលីងយូភ្ញាក់ព្រឺតែម្ដងនាងលមត់តែមិនចង់ជឿសោះថាគេពិតជាមានវិជ្ជាជីវៈដ៏ទូពីផ្សេងគ្នាមែនបាយាយញញឹមយ៉ាងជឿជាក់ហើយក៏បដូរមកជាអ្នកចម្បាំងនៅ Clay Air វិញស្របពេលដែលខ្លួនប្រាណរបស់គេបញ្ចេញពលឺពណ៌បៃតងគេប្រាប់នាងថាកម្លាំងដែលគេសន្សំបានពីការឈឺចាប់និងភាពនឿយហត់បាញ់មិញនេះគឺគ្រប់គ្រាន់សម្រាប់ផែនការរបស់គេហើយមិនបើអន់យូរនោះទេគេនឹងលីងយូបានបញ្ចេញក្បាច់វាផ្ដាច់ព្រាត់នៅក្នុងពេលតែមួយតែម្ដងរលកថាមពលពណ៌មាសបូកបញ្ចូលជាមួយនឹងពណ៌បៃតងដ៏ធំមហិមាបានហោះទៅកំទេចអាសត្វចម្លែកដែលកំពុងតកកនោះឲ្យបែកខ្ទេចខ្ទីគ្មានសល់ប្រព័ន្ធបានលោតសារប្រាប់រដឹកថាពួកគេបានសម្លាប់អាពីងពីងសាកសពនោះបានសម្រេចហើយរង្វាន់ដែលទទួលបានលើកនេះគឺច្រើនសឹកសន្ធាប់ខ្លាំងណាស់គេទទួលបានបន្ទុកបបិសោតជាង 10000 បន្ទុកបានបន្ទុកធាតុផ្កា300ថ្នាក់ធាតុពពកក៏ឡើងកម្រិតថែមទៀតនិងទទួលបានសម្ភារៈធ្វើអាវក្រោះថ្នាក់ B មួយទៀតឈ្មោះ Snow ពីងពីងទៀតផងពេលដែលមុខរបួសនិងភាពនឿយហត់បានជាស្វាស្បាយអស់ហើយបាយីលួចគិតក្នុងចិត្តថាតើតែកំចាត់សត្វចម្លែកកម្រិតខ្ពស់បែបនេះទើបបានបន្ទុកបបិសោតច្រើនត្រជាក់ចិត្តចំណែកអាលីងយូនៅវិញនៅតែសម្លឹងមើលគេតាមផ្ទះផ្អើមមិនបាត់សោះនាងរៀបរាប់ថាទោះបីជានៅលើលោកយើងនេះមានអ្នកខ្លាំងកម្រមានធាតុពីរមែនប៉ុន្តែនាងមិនដែលធ្លាប់ឮថាមានអ្នកណាអាចដាស់វិជ្ជាជីវៈដល់ទៅពីរផ្សេងគ្នាតាំងពីក្មេងបែបនេះទេមិនទាន់តែបានបាត់ការងឿងឆ្ងល់ផងនោះស្រាប់
តែមានពលឺពណ៌ខៀវវិលជុំវិញដៃរបស់បាជីពេលដែលគេបដូរទៅជាវិជ្ជាជីវៈមួយទៀតគឺអ្នកកហៅធាតុផ្កាបាត់ទៅហើយគេគិតក្នុងចិត្តថាដោយសារតែពេលនេះថ្នាក់អ្នកកហៅរបស់គេឡើងដល់ថ្នាក់ C ហើយអញ្ចឹងគេអាចធ្វើកិច្ចសន្យាយកសាច់ចម្លែកយកធ្វើជាកូនចៅបានដល់ទៅ6ក្បាលឯណោះហើយឥឡូវនេះគេនៅសល់កន្លែងទំនេរដល់ទៅ4ទៀតមិនឲ្យខាតពេលនោះទេបាជីបានប្រើជំនាញកិច្ចសន្យាវិញ្ញាណផ្កាតាក់ទាញយកព្រលឹងអាសត្វពីងពីងដែលទើបតែងប់នោះរួចបញ្ជាវាមករកគេប្រព័ន្ធក៏បញ្ជាក់ថាកិច្ចសន្យាទទួលបានជោគជ័យហើយគេក៏ទទួលបានសត្វកហៅថ្នាក់ E ថ្មីមួយទៀតដោយសារតែឈ្មោះអាពីងពីងសាកសពនឹងវាពិបាកចំណាំពេកបាជីក៏បានសម្រេចចិត្តបដូរឈ្មោះថ្មីឲ្យវាថាចាងជឺសត្វកហៅថ្មីនេះហាក់ដូចជាពេញចិត្តនឹងឈ្មោះថ្មីនេះណាក្រោយពេលទទួលស្គាល់ចៅហ្វាយថ្មីហើយវាក៏បានរលាយបាត់ខ្លួនទៅជាទម្រង់ប្រឡឹងវិញឃើញសកម្មភាពនេះលីងយូកាន់តែកែវស្មារតីនឹងសួរបាជីទាំងស្លងមុខថាអំបាញ់នេះលោកទៅតែបដូរទៅជាវិជ្ជាជីវៈទី3មែនទេនាងលន់មាត់ថាបាជីពិតជាមានរឿងគួរឲ្យភ្ញាក់ផ្អើលច្រើនមែនបន្ទាប់មកបាជីក៏បានងាកសួរនាងថាតើនាងអាចលាក់ការសម្ងាត់រឿងដែលនាងបានឃើញថ្ងៃនេះកុំប្រាប់អ្នកណាបានអត់លីងយូញញឹមដោយដឹងរឿងនាងយល់ភ្លាមថាគេមានសមត្ថភាពខ្លាំងដល់ថ្នាក់នេះតែបែរជាលាក់មិនព្រមបញ្ចេញការពីពេលប្រឡងសាកល្បងនោះគឺច្បាស់ណាស់ដែលគេមិនចង់ឲ្យអ្នកណាដឹងពីកម្លាំងពិតរបស់គេទេនាងក៏អះអាងយ៉ាងម៉ឺងម៉ាត់ថាកុំបារម្ភអីនាងជាមនុស្សដែលរក្សាការសម្ងាត់បានល្អណាស់គាត់តែនិយាយចប់ភ្លាមស្រាប់តែមានមនុស្សមួយក្រុមឆ្លៀកពាក់អាវសន្តានពណ៌ខ្មៅបានបញ្ញាមកដល់កន្លែងកើតហេតុហើយស្រែកប្រកាសថាក្រុមទី26បានមកដល់ហើយមេក្រុមរបស់គេដែលមានសក់ពណ៌ខៀវបានសួរទាំងបារម្ភថាតើបងប្អូនមានអីអត់ក៏ដកដង្ហើមធូរទ្រង់ដែលមកដល់ទាន់ពេលវេលាតាមពិតទៅពួកគេគឺជាក្រុមទី26ការពារព្រំដែនភាគខាងជើងនៃសមាគមទេវតាតែអ្វីដែលធ្វើឲ្យមេក្រុមភ្ជាប់អាវបំផុតនោះគឺពេលកលែកឃើញសាកសពរបស់អាពីងពីងសាកសពកម្រិត B ដែលងាប់លេស្ដោស្ដឹងនៅទីនោះក៏ឆ្ងល់ខ្លាំងណាស់តែនរណាដែលមានសមត្ថភាពអាចសម្លាប់សត្វចម្លែកដល់សាហាវនេះបានទៅមេក្រុមទី26បានប្រាប់កូនចៅឲ្យប្រញាប់យកថ្នាំបន្សាបទៅឲ្យសិស្សដែលសន្លប់ផឹករួចរាប់មនុស្សឲ្យបានគ្រប់គាត់ដកដង្ហើមធូរទ្រង់យ៉ាងខ្លាំងពេលឃើញគ្រប់គ្នាដឹងខ្លួនមកវិញនៅក្បែរនោះអ្នកគ្រូហួងកំពុងតែអង្អែលខ្នងលួងលោមឈីអានដែលកំពុងតែញ័រខ្លួនទៅត្រឹកដោយប្រាប់ថាកំភៃអីគ្រោះថ្នាក់ផុតអស់ហើយកូនចំណែកមេក្រុមបានដើរទៅសម្លឹងមើលសាកសពសត្វពីងពីងនោះឬសន្និដ្ឋានថាទោះជាក្រុមអ្នកចម្បាំងកម្រិត C ក៏ប្រកាសជាវាយគ្នាស្លាប់រស់ជាមួយអាសត្វនេះដែរតម្រាំតែសម្លាប់វាបានគាត់ពិតជាឆ្ងល់សរសើរណាស់ដែលសិស្សត្រឹមតែ2នាក់អាចសម្លាប់វាហើយលន់មកសរសើរថាពួកគេពិតជាកំពូលមនុស្សពូកែប្រចាំប្រទេសចាងមែនបាជីនិងលីងយូឈរទន្ទឹមគ្នាដែលខ្លួនប្រាននៅប្រឡាក់ឈាមពីការវាយប្រហារមិញនេះនៅឡើយងាកមកមើលជុងជូនដែលពីមុនអ៊ុតក្អេងក្អាននោះឥឡូវបានបាក់អំនួតរលេងតែម្ដងជុងជូនបានដើរមកជិតបាជីជាមួយនឹងសិស្សច្បងស្រី2នាក់នោះឬក៏បានប្រាប់ដោយចិត្តស្មោះថាពួកគេអាចរស់បានគឺដោយសារតែបាជីជួយសង្គ្រោះសិស្សម្នាក់ក៏បានបន្ថែមទៀតថាបាគុំតែបានវីរៈបរោះរបស់គេមកជួយទាន់នោះទេកុំឲ្យពួកគេនឹងគឺងាប់បាត់ហើយដល់ទឹកមុខដឹងគុណជុងជូនបានហុចដៃសុំចាប់ដៃអរគុណបាជីដែលបានជួយសង្គ្រោះជីវិតអ្នកទាំងអស់គ្នាក្នុងពេលជាមួយនឹងគ្នានោះដែរកូនក្រុមរបស់លីងយូក៏បានរត់បញ្ញាមករកនាងអនុប្រធានក្រុមនិងសិស្សស្រីសក់ពពកាជុកម្នាក់បានចាប់ផ្ដើមជួយពិនិត្យរបួសឲ្យនាងព្រមទាំងបានសួរសុខទុក្ខហើយក៏ឆ្លៀតបន្ទោសនាងបន្តិចបន្តួចផងដែរថាម៉េចក៏ប្រធានហ៊ានរត់មកវិញតែម្នាក់ឯងអញ្ចឹងសិស្សស្រីនោះក៏បានសួរលីងយូថាជួបគួរថ្នាក់កម្រិតណាដែរតែលីងយូញញឹមហើយប្រាប់យ៉ាងស្ងប់ស្ងាត់ថាមិនអីនោះទេគ្រប់យ៉ាងដោះស្រាយចប់អស់ហើយអនុប្រធានក្រុមក៏បានឆ្លៀតអួតមេខ្លួនឯងថាកុំចេះតែហ៊ានមើងងាយមេក្រុមគេណាព្រោះនាងជាអ្នកមានវិជ្ជាជីវៈពណ៌មាសជាកំពូលមនុស្សដែលរាប់ឆ្នាំទើបលេចមុខម្នាក់មានរឿងអីដែលនាងដោះស្រាយមិនចេញនោះទេប៉ុន្តែលីងយូបើជានិយាយទៅវិញថាថ្ងៃនេះខ្ញុំបានជួបកំពូលមនុស្សពូកែពិតប្រាកដហើយនាងសម្លឹងមើលទៅបាជីដែលកំពុងតែចាប់ដៃទទួលយកការអរគុណពីចុងជូននាងគិតក្នុងចិត្តថាគ្មានប្រុសម្នាក់នេះពិតជាពោពេញទៅដោយរឿងអាចកំបាំងមែនពេលរៀបចំស្ថានភាពបានស្ងប់ស្ងាត់ហើយនឹងសមាជិកសមាគមទេវតាម្នាក់បានប្រកាសថារកចំនួនសិស្សគ្រប់អស់ហើយតែបាត់សិស្សម្នាក់គាត់ក៏បានប្រាប់សិស្សផ្សេងទៀតឲ្យឆាប់ឡើងរថភ្លើងពិសេសរបស់សមាគមទៅចំណែករឿងតាមរកមនុស្សបាត់ខ្លួនទុកឲ្យខាងសមាគមអ្នកចាត់ចែងចោះងាកមកមើលនៅក្នុងពេលដ៏ងងឹតសូនសងឯណោះវិញសិស្សដែលបានបាត់ខ្លួននោះគឺជាអាហ្សេលីងនឹងឯងវាពិតដកព្រលឹងរត់យកព្រះអាយ៉ោះមែនវាស្រែកទាំងភ័យសក់ស្លុតអង្វរសัตว์អាត់កំបាំងមួយកុំឲ្យជុំមកចិត្តវាស្រែកលោឡាទាំងភ័យសន់ស្លោថាអញជាអ្នកដោះលែងឯងមកណាមិនមែនលែងមកឲ្យសម្លាប់អញវិញនោះទេស្រាប់តែមានអាពេញពីងយៈមួយក្បាលទៀតដែលមានភ្នែកពណ៌បៃតងភ្លឺចាញ់ចាំងបានវាតម្រមរវាស៊ីលីងស្រែកហែកមេឃថាឯងគួរទៅស៊ីពួកអាសិស្សឯទិសនោះទៅរូបភាពក៏បានកាត់ទៅដល់រថភ្លើងពិសេសរបស់សមាគមទេវតាដែលពួកសិស្សកំពុងជិះត្រឡប់ទៅវិញបាជីអង្គុយឆែកមើលតារាងស្ថានភាពរបស់គេយ៉ាងស្ងប់
ប់ស្ងាត់ទាំងគិតទៅដល់សត្វកោហើយថ្មីដែលទៅទទួលបានកិច្ចសន្យាបានអំបញ្ញមិញគេសង្កេតឃើញថាអាពីពៀនសាកសពដែលគេដាក់ឈ្មោះយ៉ាងជឺនោះវាមានសក្តានុពលអាចអភិវឌ្ឍខ្លួនបានខ្លាំងមែនទែនគេគិតថាបើខំវឹកហាត់ឲ្យបានល្អវានឹងក្លាយទៅជាកូនចៅដ៏មានអំណាចបំផុតរបស់គេនៅថ្ងៃខាងមុខមិនខានផ្ទាំងប្រព័ន្ធបានលោតប្រាប់ថាពេលនេះគេបានធ្វើកិច្ចសន្យាយកសត្វចម្លែកបាន3ក្បាលហើយក្នុងចំណោមកូនតាទាំង6ដែលអាចធ្វើបានគេអង្គុយគិតថាបើទោះបីជាការសម្លាប់សត្វបិសាចកម្រិត B អំបញ្ញមិញជួយឲ្យវិជ្ជាជីវៈគួរធ្មប់របស់គេនឹងឡើងកម្រិតមែនតែវានៅឆ្ងាយណាស់តម្រាំតែបានឡើងដល់ឋានៈធំបន្ទាប់ទៀតត្រាស្ថានភាពបានបង្ហាញពីកម្លាំងពិតប្រាកដរបស់គេពេលនេះតែឋានៈគូធ្មប់ធាតុពពកអ្នកចម្បាំងនុយក្លេអ៊ែរគឺឡើងដល់ឋានៈ C កម្រិត22ដូចគ្នាចំណែកឯឋានៈអ្នកកោហាយធាតុផ្កាវិញគឺឋានៈ C កម្រិត21នៅពេលដែលសមាជិកសមាគមទេវតារាយការណ៍ថាពួកគេបានប្រមូលសិស្សមកជុំគ្នាអស់ហើយបាជីក៏បានចាប់ផ្ដើមគិតដល់ឧបសគ្គនៅថ្ងៃខាងមុខបន្ទាប់គេដឹងច្បាស់ថាពួករូងភ្នំសត្វចម្លែកកម្រិត C ឡើងទៅគឺត្រូវពួកសមាគមទេវតានិងគ្រួសាររបស់ព្រះក្តោបក្តាប់យកអស់ហើយអញ្ចឹងវាពិបាកណាស់នៅក្នុងការរកសត្វចម្លែកឬក៏កម្រិតខ្ពស់យកមកវាយយកបន្ទុកនោះដល់ទឹកមុខតាំងចិត្តគេបានប្រាប់ខ្លួនឯងថាត្រូវតែរកឱកាសផ្សេងទៀតដើម្បីឡើងកម្រិតបានលឿនពេលរថភ្លើងកំពុងតែបើកយ៉ាងលឿនកាត់មាត់សមុទ្រនឹងចូលនៅក្នុងរូងក្រោមដីសមាជិកសមាគមម្នាក់ក៏បានប្រកាសថាពួកគេជិតទៅដល់គោលដៅហើយគឺដែនដីទេវតាទឹកមុខរបស់បាជីប្រែជាមើងម៉ាត់បំផុតគេប្រាប់ខ្លួនឯងថាការត្រឡប់មកទីនេះវិញគឺមានគោលដៅតែមួយគត់ក្នុងគូក្បាលរបស់គេពេញទៅដោយរូបភាពអាមនុស្សដែលធ្លាប់ក្បត់គេនៅមិត្តរួមក្រុមគេគឺអាជនក្បត់នោះឯងកាត់មកមើលនៅព្រំដែនភាគខាងកើតនៃដែនដីទេវតានៅព្រឹកថ្ងៃទី28ខែមិថុនាអានោះវិញរូបភ្លើងដែលដឹកបាជីនិងសិស្សផ្សេងទៀតបានមកដល់ចំណតសាលាអាវុធទេវតាហើយពួកសិស្សនាំគ្នាស្រឡាំងកាំងព្រោះស្ថានីយ៍នេះគឺធំមហិមាធំជាងកន្លែងដែលពួកគេធ្លាប់ឃើញឆ្ងាយណាស់ពេលបាជីដែលកាត់វងមនុស្សគេលឺមិត្តរួមថ្នាក់លំមកសរសើរថានេះប្រកាសជាប្រទេសដែលមានជាងគេបំផុតលើលោកហើយមើលទៅស្រាប់តែមានបរិមម្នាក់ស្លៀកពាក់យ៉ាងសង្ហាចេញមកទទួលស្វាគមន៍សិស្សទាំងអស់ហើយណែនាំខ្លួនថាលោកគឺជានាយកសាខាខាងជើងនៃសាលាអាវុធទេវតាគាត់ស្វាគមន៍យ៉ាងកក់ក្ដៅរួចប្រាប់ថាគាត់ណែនាំពួកគេដើរទៅមើលសាលាដែលជាស្ថាប័នកម្ពុជាបំផុតសម្រាប់អ្នកភ្ជាប់ដឹងខ្លួនគឺសាលាអាវុធទេវតានេះឯងគ្រាន់តែលើឈ្មោះសាលាភ្លាមទៅមុខបបាជីប្រែជាធ្ងន់ធ្ងរតែម្ដងគេចាំច្បាស់ណាស់ថាជនក្បត់នោះគឺរៀនចប់ពីសាលាមួយនេះឯងបើគិតតាមពេលវេលាការពិចិត្រមុនគេទាយថាជនក្បត់ឈ្មោះ Chris នោះប្រកាសជាកំពុងតែរៀននៅសាលានេះក្នុងពេលឥឡូវនេះមិនខានភ្នែករបស់បាជីសម្លឹងយ៉ាងមុតស្រួចគេគិតក្នុងចិត្តថាដល់ពេលដែលយើងត្រូវជួបគ្នាហើយលោកនាយកក៏បាននាំសិស្សទៅមើលរូបសម្លាក់ដ៏ធំមហិមាមួយដែលជារូបទាហានកាន់ដាវនិងខែលយ៉ាងអស្ចារ្យគាត់បញ្យល់ថានេះគឺជារូបសម្លាក់តំណាងឲ្យព្រះមួយអង្គក្នុងចំណោមព្រះទាំង5ដែលមានព្រះនាមថា Gadmos Davis ពួកសិស្សនាំគ្នាងើបមុខមើលរូបសម្លាក់នោះទាំងកោតសរសើរអ្នកខ្លះលួចខ្សឹបគ្នាថាគ្រូសា Davis ឥឡូវនេះគឺមានអំណាចខ្លាំងជាងគេហើយនេះជារូបសម្លាក់ព្រះរបស់ពួកគេពួកសិស្សចាប់ផ្ដើមរំភើបនិយាយតអំពីពាក្យចំបារាមថានៅក្នុងដំណើរកម្សាន្តនេះពួកគេអាចនឹងមានភ័ព្វសំណាងបានជួបព្រះផ្ទាល់ទៀតផងលោកនាយកសាលាអាវុធទេវតានៅតែបន្តនិយាយរៀបរាប់អំពីប្រវត្តិពិភពលោកឲ្យសិស្សស្ដាប់គាត់ប្រាប់ថាការពិចិត្រមុនពេលដែលមាននាគអរិយកំណាចចេញមកបំផ្លាញផែនដីគឺមានតែព្រះដ៏អស្ចារ្យ Gadmos Davis នេះឯងដែលបានចេញមុខទៅសម្លាប់សត្វសាហាវនោះនិងជួយសង្គ្រោះមនុស្សជាតិឲ្យរស់រានមានជីវិតមកដល់សពថ្ងៃហើយក្រោយមកទៀតដើម្បីប្រមូលផ្ដុំមនុស្សពូកែនៅជុំគ្នាទ្រង់ក៏បានបង្កើតសមាគមទេវតានិងសាលាអាវុធទេវតានេះឡើងអញ្ចឹងយើងจะមើលភាពបន្តទៀតទៅអ្នកទាំងអស់គ្នាអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះខំបន្តគ្នានឹងពេញចិត្តហើយកុំភ្លេចគាំទ្រឲ្យមានបន្តទៀតផង like subscribe comment ឲ្យបានច្រើនគុណជួបគ្នាវីដេអូក្រោយ